បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបេចរដ្ឋ California នេះគឺជាព័ត៌មានពិសេសដែលខ្ញុំនឹងជម្រាបជូនទាក់ទងនឹងកម្មវិធីពិសេសមួយនៅឯរដ្ឋ Minnesota នោះហើយកម្មវិធីនេះមិនមែនប្រព្រឹត្តទៅក្នុងខែមិថុនាឬក៏ក្នុងខែកក្កដាឬក៏ក្នុងខែសីហាទេគឺនៅក្នុងខែកញ្ញាឯណោះបាទប៉ុន្តែជាការជម្រាបជូនដំណឹងមុនព្រោះដោយសារតែកម្មវិធីដែលមានឈ្មោះថា Cambodian American Legacy Gala នេះគឺតកតងនឹងការដែលបងប្អូនខ្មែរយើងនៅរដ្ឋ Minnesota ដាក់ឈ្មោះថាជាពិធីជប់លៀងខ្មែរនៅសហរដ្ឋអាមេរិកលំដាប់ផ្កាយ5បាទពិធីនោះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី12ខែកញ្ញាវេលាម៉ោង5រសៀលដល់ម៉ោង12យប់ដែលគាត់ធ្វើនៅសន្តាគារផ្កាយ5ធំមួយឈ្មោះថា Radisson Blu Hotel ហើយដែលបងប្អូនខ្មែរនៅឯរដ្ឋ Minnesota បានជុំគ្នារៀបចំពិធីនេះដែលមានលក្ខណៈពិសេសនឹងពិសេសយ៉ាងម៉េចទៅបងប្អូនគឺគាត់រៀបចំកម្មវិធីដែលមានការទទួលទានអាហារជុំគ្នាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិនៃជនភៀសខ្លួនខ្មែរនៅសហរដ្ឋអាមេរិកដែលជាការប្រមូលផ្ដុំបងប្អូនចាស់ព្រឹទ្ធាចារ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដែលភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកហើយរំលឹកអនុស្សាវរីយ៍រយៈពេលជាង40ឆ្នាំ50ឆ្នាំហើយដែលមកជន់ដីសហរដ្ឋអាមេរិកនេះថាតើបន្សល់ទុកនៅកេរដំណែលនិងបទពិសោធន៍អ្វីខ្លះល្អៗជាវិជ្ជមានដើម្បីជម្រាបជូនឬក៏រំលឹកអនុស្សាវរីយ៍ហើយប្រាប់បងប្អូនកូនចៅជំនាន់ក្រោយអំពីកេរដំណែលកេរមរតកតម្លៃនៃការតស៊ូនិងការខំប្រឹងប្រែងរហូតដល់មានថ្ងៃនេះអីចឹងអញ្ចឹងពិធីនេះគឺផ្ដើមឡើងដោយមានកម្មវិធីច្រៀងបទសាវតាខ្មែររំលឹកអំពីភាពខ្លាំងអស្ចារ្យរបស់ខ្មែរក្នុងសម័យមហានគរហើយមកដល់សម័យឥឡូវនេះតើខ្មែរយើងគ្រប់គ្នាប្រឹងជួយធ្វើអីគេខ្លះដើម្បីថែរក្សាគេដំណើរនេះហើយក្នុងនោះគឺគណៈកម្មការដែលរៀបចំកម្មវិធីបុណ្យឬក៏ពិធីជួបជុំទទួលទានអាហារជុំគ្នាមហាគ្រួសារខ្មែរនេះក៏បានលើកឡើងបញ្ជាក់ថាបងប្អូនទាំងអស់គ្រប់ទិសទីគ្រប់និន្នាការនយោបាយដោយពិធីនេះគឺអត់និយាយពីរឿងនយោបាយទេនិយាយអំពីការជួបជុំគ្នាប្រស្រ័យតាក់ទងគ្នាមហាសាមគ្គីគ្រួសារខ្មែរនិយាយអំពីអនុស្សាវរីយ៍ល្អនិងគេដំណើរល្អសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រព្រឹត្តទៅនៅរដ្ឋមនីសតានោះបាទហើយសំខាន់បំផុតគឺមានក្រុមសិល្បករសិល្បករនីតន្ត្រីការនីដែលចូលរួមប្រគំតន្ត្រីសម្ដែងនឹងសប្បាយជាមួយគ្នាហើយមកពីគ្រប់ទិសទីបាទខ្ញុំមិនអាចនឹងជម្រាបជូនបងប្អូនអស់ទេព្រោះអីមានព័ត៌មានច្រើនណាស់ដែលបងប្អូនអាចនឹងសិក្សាឆ្វេងយល់ថែមទៀតតកតងនឹងព័ត៌មានដែលមានបញ្ចាំងនៅក្នុង flyer គឺគិតបានផ្សព្វផ្សាយព័ត៌មានដែលខ្ញុំដាក់នៅលើ screen នេះស្រាប់ហើយបងប្អូនឃើញហើយនៅជាប់ខ្ញុំនេះបងប្អូន scan លេខកូដ QR code នឹងទៅបងប្អូននឹងឃើញព័ត៌មានបន្ថែមទៀតតាក់ទងនឹងពិធីនេះដែលគេប្រព្រឹត្តទៅឲ្យបងប្អូនចូលរួមយ៉ាងដូចម្ដេចជាពិសេសបងប្អូននឹងបានជួបចាស់ព្រឹទ្ធាចារ្យនិយាយនិទានសាច់រឿងអំពីភាពជោគជ័យភាពអស្ចារ្យរបស់ប្រជាពលរដ្ឋខ្មែរនៅលើទឹកដីសហរដ្ឋអាមេរិកដែលមកក្នុងនាមជាជនភៀសខ្លួនសោះហើយតើពួកគាត់នឹងជួបជុំគ្នាហើយនឹងជជែកគ្នានឹងកសាងស្នាដៃនេះបន្តអ្វីទៀតដល់សម្រាប់កូនចៅជំនាន់ក្រោយអញ្ចឹងក្រៅពីនឹងក៏មានជាការសម្ដែងរបាំប្រជាប្រិយឬក៏និយាយរួមគឺអ្វីដែលជាខ្មែរហើយបងប្អូនដែលអាចចូលរួមបានហ្នឹងគឺអាចតាក់ទងទូរស័ព្ទទៅម្ចាស់កម្មវិធីផ្ទាល់ក៏បានព្រោះអីកម្មវិធីនេះប្រព្រឹត្តទៅថ្ងៃសៅរ៍ថ្ងៃទី12ខែកញ្ញាមែនហើយប៉ុន្តែនៅថ្ងៃសុក្រដែលជាកម្មវិធីមុននឹងចូលដល់កម្មវិធីធំហ្នឹងក៏មានពិធីជួបជុំគ្នានៅវត្តមនីសតាបាទគឺវត្តធំណាស់ខ្មែរមនីសតារាមដែលជាវត្តធំជាងគេដែលល្បីល្បាញនៅសហរដ្ឋអាមេរិកដែលមាននៅរដ្ឋមនីសតាហ្នឹងបងប្អូនអាចនឹងចូលរួមបានមុនមួយថ្ងៃហ្នឹងហើយនឹងថ្ងៃអាទិត្យម្ចាស់កម្មវិធីហ្នឹងក៏មានពិធីរៀបចំបើសិនជាបងប្អូនអាចនៅបន្តបានដល់ទៅ3ថ្ងៃហ្នឹងក៏ល្អឬក៏បើអត់ទេក៏ជួបគ្នានៅថ្ងៃសំខាន់គឺថ្ងៃទី12ខែកញ្ញានោះហើយតាមពិតពិធីនេះគឺរៀបចំនៅសន្តាគារផ្កាយ5ដូច្នេះគឺត្រូវការបងប្អូនជាវសម្បត្តិមុនខ្លាចពុះសម្បត្តិនេះអត់លក់នៅពេលដែលចូលទៅដល់ទីនោះទេហើយប្រាក់បានពីថ្លៃសម្បត្តិនេះគឺជាការឧបត្ថម្ភដើម្បីផ្គត់ផ្គង់កម្មវិធីនោះទាំងមូលតែម្ដងដើម្បីឲ្យមានពិធីនឹងកាន់តែសប្បាយរីករាយហើយជាភិតរៈសម្រាប់ជួបជុំក្រុមគ្រួសារខ្មែរបើបងប្អូនត្រូវការជាវសម្បត្តិនេះឬក៏យ៉ាងម៉េចកក់យន្តហោះកត់អីមុនហ្នឹងបងប្អូនធ្វើតាមការគួរទៅប៉ុន្តែព័ត៌មានបន្ថែមខ្ញុំលើកទឹកចិត្តឲ្យបងប្អូនស្រាវជ្រាវឬក៏ scan QR code នៅក្នុងអ្វីដែលមាននៅក្នុង flyer នេះហើយបើមិនចឹងទេបងប្អូនអាចតាក់ទងទៅម្ចាស់កម្មវិធីនឹងផ្ទាល់តែម្ដងដែលមានបងស្រី Emily ដែលមានលេខទូរស័ព្ទនៅលើ screen នេះស្រាប់ហើយគឺ952 250ហើយនឹងលេខ2388ហើយមួយទៀតគឺមានបងសំណាងដែលជាគណៈកម្មការអាចារ្យវត្ត
គណៈកម្មការក្រុមប្រឹក្សាវត្តនៅមនីសតានឹងដែរគឺលេខ651 854 99បងប្អូនតាក់តងហើយខ្ញុំមែនតើត្រូវបានបងប្អូនគណៈកម្មការនឹងផ្ដល់កិត្តិយសអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីនឹងដែរហើយខ្ញុំរីករាយនឹងចូលរួមហើយខ្ញុំកំពុងតែរៀបចំពេលវេលាដើម្បីអាចចូលទៅជួបបងប្អូនខ្មែរយើងនៅឯរដ្ឋមនីសតាម្ដងមិនដែលបានទៅសោះដូច្នេះបើបងប្អូនកក់សម្បត្តិឬក៏ចូលរួមក្នុងពិធីនេះយើងនឹងជួបគ្នានៅរដ្ឋមនីសតានៅថ្ងៃទី12ខែកញ្ញាឆ្នាំ2026ពី3ខែខាងមុខនេះទៀតបាទអញ្ចឹងខ្ញុំសូមស្លេះព័ត៌មាននេះត្រឹមប៉ុណ្ណេះហើយមានព័ត៌មានអីថ្មីបន្ថែមខ្ញុំនឹងហៅបង Emily ឬបងសំណាងមកសម្ភាសដើម្បីផ្ដល់ព័ត៌មានបន្ថែមជូនបងប្អូនទៀតឬក៏មានចម្ងល់អីបងប្អូនអាចសួរខ្ញុំតាម Facebook របស់ខ្ញុំក៏បានដែរឬក៏តាម YouTube ដែលខ្ញុំផ្សាយនេះក៏បានដែរបាទសូមអរគុណសូមជម្រាបលា